សម្រាប់ Pro Zone 10យើងតឡើងកាមេរ៉ា360បាទស្វានចូលកាងបែបហ្នឹងមកគឺស្អាតបងប្អូនមើលទៅដូចស៊ីនអញ្ចឹងណាប៉ុន្តែសម្រាប់បងប្អូនខ្លះដែលព្រួយអំពីរឿងការស្វានកាយចាប់អីចឹងយើងមានវិធីបាទចាប់នៅខាងបាទកាងនេះអីចឹងទៅគ្រាន់តែថាវាអត់សូវឃើញស្អាតដូចយើងកាយចាប់អញ្ចឹងការងារឡានគឺវាអត់ដូចគ្នាទាំងអស់បងប្អូនបាទការងារខ្លះយើងត្រូវការកាយចាប់ការងារខ្លះយើងត្រូវការបាទមានគ្រឿងដើម្បីចាប់ត្រូវមានដូចដោតត្រូវអញ្ចឹងណាបាទដូចដោតត្រូវក៏អត់មានគ្រប់ទាំងអស់ដែរបាទនិយាយទៅយើងការងារខ្លះយើងមើលទៅតាមជាក់ស្ដែងខ្ញុំឲ្យបងប្អូនមើលឡានពីរគ្រឿងទៀតបាទដូច Lancer នេះយើងតឡើងគ្រឿងច្រើនមែនតើបាទដោះទាំងអស់បាទគ្រឿងគឺយើងដោះទាំងអស់ហើយបាទបិទសនព្រោះមកជុំបាទតឡើងមួយញ៉េកាមេរ៉ា360ហើយគុជជាគៀងខាងមុខទៀតអញ្ចឹងនិយាយទៅភ្ញៀវចាស់របស់យើងបាទគាត់សំខាន់ការងារកាយចាត់គឺយើងធ្វើបានស្អាតទេបងប្អូននៅពេលយើងធ្វើបានស្អាតទៅគឺសុវត្ថិភាពទាំងការប្រើប្រាស់ហើយនិងសុខភាពស្អាតហើយបាទម្ចាស់ឡានគឺគាត់តឡើងច្រើនគ្រឿងហើយបន្ទាប់ពីការងារហ្នឹងហើយយើងបាទកំងគ្រឿងតឡើងសម្រាប់ LC 300សេរីខ្ពស់របស់គាត់ថែមទៀតអញ្ចឹងណាបាទបង្ហាញបងប្អូនពីឡាននេះមួយទៀតបាទផចបាទដូចរថយន្តនេះអញ្ចឹងយើងតឡើងភ្លើងឌីមអញ្ចឹងឡាននេះបងប្អូនយើងតឡើងភ្លើងឌីមគឺយើងត្រូវការជ្រៀកខ្សែតនិយាយទៅបាទការងារដូចខ្ញុំនិយាយអញ្ចឹងថាវាអត់មានដូចដល់ត្រូវទាំងអស់ទេហើយការងារឡានខ្លះគឺយើងត្រូវការជ្រៀកខ្សែតជាជាងយើងអត់តខ្សែរត់ខ្សែពីទ្វារមួយទៅទ្វារមួយបងប្អូនបាទគឺខុសបច្ចេកទេសហើយហានិភ័យជាងផងសម្រាប់ឡានបងប្អូនថ្មីយើងយល់ថាវាពាក់ព័ន្ធមួយការធានាប៉ុន្តែបើស្នាជាយើងជាពីរត់ខ្សែភ្លើងជាពីជ្រៀកខ្សែភ្លើងយើងរត់ខ្សែពីទ្វារមួយទៅទ្វារមួយណាគឺអាចហានិភ័យជាងអញ្ចឹងខ្ញុំតែងតែណែនាំប្រាប់ភ្ញៀវពីចំណុចហ្នឹងហើយបើស្នាជាបងប្អូនព្រួយបារម្ភខ្លាំងពេកនិយាយទៅភ្លើងឌីមខ្ញុំអត់ណែនាំឲ្យតឡើងទេបើស្នាជាបងប្អូនរត់ខ្សែពីទ្វារមួយទៅទ្វារមួយណាចង់ធ្វើគឺពួកខ្ញុំធ្វើឲ្យបានប៉ុន្តែបើរឿងបច្ចេកទេសខ្ញុំណែនាំត្រូវជ្រៀកខ្សែបាទតនៅទ្វារមួយគឺងាយស្រួលជាងសុវត្ថិភាពនិយាយទៅគឺអត់មានទ្វារខ្សែឆ្លងពីទ្វារមួយទៅទ្វារមួយអញ្ចឹងការប្រើប្រាស់គឺសុវត្ថិភាពជាង